មហាជននាំគ្នាលើកឡើងថាបើគ្មានលុយកុំតាន់ចង់ស្លាប់ព្រោះការតម្កល់សពនិងបូជាសពក្នុងវត្តសម្បួរមាសត្រូវបង់លុយច្រើនណាស់ប្រិមិត្តមានរឿងថ្មីត្រូវតាមដានទៀតហើយថ្មីនេះមានការបង្ហោះតារាងតម្លៃទទួលបូជាសពនៅក្នុងវត្តសម្បួរមាសដែលជាការសម្រេចដោយព្រះចៅអធិការវត្តផ្ទាល់តែម្ដងដោយនៅក្នុងតារាងតម្លៃនោះបានបញ្ជាក់ពីតម្លៃច្បាស់តែម្ដងចំពោះការបូជាសពគឺត្រូវបង់ថ្លៃ30,000រៀលឡតដាក់សពតម្លៃ20,000រៀលហើយចំពោះការតម្កល់សពមួយថ្ងៃ40,000រៀលក្តាមមឈូសរបស់វត្តតម្លៃ1លានរៀលឡានដឹកសពគិតតាមចិត្តឬឆ្ងាយតម្លៃចន្លោះពី24,000ដល់30,000រៀលទីតម្កល់មេននៅចិត្តសាលារៀនតម្លៃ1លានរៀលទីតម្កល់មេននៅចិត្តទីបច្ឆាតម្លៃ40,000រៀលនិងមេក្រូតម្លៃ20,000រៀលយ៉ាងណាក្រោយមហាជនបានឃើញពីតារាងតម្លៃសម្រាប់បូជាសពនៅវត្តសម្បួរមាសរួចហើយមហាជនអ្នកលេងបណ្ដាញសង្គមបាននាំគ្នាលើកឡើងថាបើគ្មានលុយត្រៀមហាមងាប់ព្រោះបើងាប់ហើយអត់លុយគ្មានកន្លែងបូជាទេពេលនៅរស់ខំទៅវត្តធ្វើបុណ្យជួយកសាងវត្តដល់ពេលស្លាប់ត្រូវបង់លុយជូនលោកទៀតមិនគួរសោះជាក់ស្ដែងបរិបទម្នាក់បានលើកឡើងថាមានសេចក្តីសម្រេចត្រឹមត្រូវទៀតក្នុងករណីយកលើសមានទូរស័ព្ទទំនាក់ទំនងនេះជាស្តង់ដារអញ្ចឹងត្រូវត្រៀមលុយឲ្យគ្រប់សិនចាំស្លាប់ទីអារាមពីដើមជាកន្លែងដែលពុទ្ធបរិស័ទផ្ញើជីវិតជួយសង្គ្រោះចូលរួមមរណទុក្ខឥឡូវអ្នកទីទាល់ក្រតើពឹងអ្វីសាសនាជារបស់រដ្ឋគួរតែមានចំណាត់ការច្បាស់លាស់ហើយក្រសួងធម្មការជួយមើលផងគណៈបរដ្ឋម្នាក់ក្នុងចំណោមមហាជនជាច្រើនដែលប្រើប្រាស់បណ្ដាញសង្គមបានលើកឡើងថាពុទ្ធបរិស័ទនៅពេលរស់រានមានជីវិតយកចង្ហាន់ម្ហូបអាហារទៅវត្តដល់ជីវិតចុងក្រោយបើទៅវត្តត្រូវយកលុយទៅផងធ្វើយ៉ាងម៉េចឲ្យត្រឹមត្រូវតាមតារាងដែលបានអនុម័តឲ្យស្រេចចំណែកបរិបទម្នាក់ទៀតបានបញ្ចេញមតិថាអ្វីបានមកពីពុទ្ធបរិស័ទចូលរួមកសាងទុកបម្រើការសហគមន៍ដើម្បីមានភាពងាយស្រួលធ្វើពិធីផ្សេងដល់ពេលកសាងបានហើយពេលស្លាប់អស់លុយច្រើនទៀត